សូមគោរពជំរាបសួរបាទអញ្ចឹងវីដេអូនេះខ្ញុំចែកម្លែងពីរបៀបនៃការចូលប្រឡង PLP សម្រាប់ខែឧសភានេះឆ្នាំ2026នេះបាទអញ្ចឹងសម្រាប់ការចូលប្រឡងវាជាលក្ខណៈខុសប្លែកពីមុនបាទអញ្ចឹងដើម្បីចូលប្រឡងបានយើងចូលទៅកាន់ PLP យើងមកបាទយើងវាយ PLP មកបាទជ្រើសរើសយកខាងលើគេនេះបាទខ្ញុំសូមចាក់ចេញសិនយើងបន្តមកវានឹងចេញបែបហ្នឹងអញ្ចឹងយើងចូលទៅលើអនុវិស័យបឋមចូលទៅលើសិស្សបាទហើយយើងចូលទៅកន្លែងថ្នាលបឋមថ្មីនេះបន្តមកយើងវាយជំនាញប្រើប្រាស់និងលេខកូដសម្ងាត់មកបាទយើងវាយហើយយើងចូលយកពាក្យថាចូលគេនេះឬចូលតាម QR តាមវិធីផ្សេងៗបាទទាំងសិស្សទាំងគ្រូយើងចូលបែបហ្នឹងមកអញ្ចឹងចូលពាក្យថាចូលគណនីបន្តមកវានឹងឃើញបែបនេះអញ្ចឹងយើងអ្វីយើងត្រូវធ្វើយើងចូលទៅកាន់កន្លែងតេស្តតមករកពាក្យថានេះប្រឡង5ខែពូស្វាយនេះតែទៅវាមកបាទអញ្ចឹងសម្រាប់ខ្ញុំរៀននៅថ្នាក់ទី6អញ្ចឹងវានឹងលោកមកបែបនេះអញ្ចឹងយើងអាចចុចប្រឡងនៅលើនឹងបានហើយដើម្បីមើលយើងចុចលើប្រវត្តិធ្វើតេស្តនេះបាទអញ្ចឹងអាហ្នឹងជាការមើលចូលប្រឡងសម្រាប់ខែឧសភាខែ2026នេះវាមានការអាប់ដេតកាលមុនចូលប្រឡងកន្លែងថ្នាលតេស្តនិងប្រឡងតែឥឡូវយើងចូលតាមនឹងវិញបាទវិទ្យាករសង្គមនឹងក្រមបាទមានកំហុសឆ្គងសូមអធិស្ឋានអ្វីទៅ like share follow ប្រមូលអរគុណ